ថ្ងៃចុងក្រោយនៃដំណើរកំសាន្តជាលក្ខណៈគ្រួសាររបស់ខ្ញុំព្រឹកថ្ងៃចុងក្រោយនេះពួកខ្ញុំនាំគ្នាដើរទៅរកបាយប៊ីជាអាហារពេលព្រឹកហ្នឹងរបៀបដូចលក្ខណៈបាយសាច់ជ្រូករបស់យើងណាអញ្ចឹងប៉ុន្តែវាមានសាច់ឯច្រើនទៅពេលរកទៅរកអត់ឃើញក៏មកញ៉ាំជាមួយនឹងហ្វឺនេះវិញហើយហ្វឺគេនេះអូយសាច់គោនិយាយថាថយសាហាវហ្មងណាបន្ទាប់ពីញ៉ាំអីមេកន្លែងរួចរាល់ហើយពួកខ្ញុំនាំគ្នាមកថតរូបលេងនៅទីតាំងមួយកន្លែងនេះប៉ុន្តែកន្លែងនេះវាឆ្ងាយដែរយើងជិះមកស្ទូដែរអញ្ចឹងណាហើយទីតាំងកន្លែងនេះមុនពេលយើងចូលទៅថតនឹងតម្រូវឲ្យយើងទិញយ៉ាងហោចណាស់ម្នាក់មួយកែវទិញអីទិញទៅនិយាយទៅធ្វើឲ្យមានមកបងនៅក្នុងខ្លួនអញ្ចឹងណាថតរូបលេងបានប្រហែលជាមកស្ទូអីមកក៏ពួកខ្ញុំនាំគ្នាមកទីតាំងអាផាតមិនដើម្បីរៀបចំមកបានធ្វើការឆែកអៅត្រឡប់ទៅវិញអញ្ចឹងណាអ្នកទាំងអស់គ្នាដោយសារតែពួកខ្ញុំមកដល់ទីតាំងឡានដែលត្រូវចេញដំណើរនឹងរៀងលឿនឯថា1ម៉ោងដែរអ្នកទាំងអស់គ្នាអញ្ចឹងទៅក៏ឆ្លៀតទៅដើររកបាយប៊ីហើយសួរអ្នកព្រូឡែននៅហ្នឹងណាចេះគាត់ស្គាល់ទៅគាត់នាំណែនាំមកកាន់កន្លែងបាយប៊ីនៅទីតាំងមួយកន្លែងមួយនេះនិយាយទៅតម្លៃនឹងរសជាតិគេអីអាចទទួលយកបានតម្លៃដែលខ្ញុំញ៉ាំមួយចាននេះដូចជា75រៀលដែរនិយាយតែនេះរឿងថ្លៃដែរអ្នកទាំងអស់គ្នាប៉ុន្តែរសជាតិអាចទទួលយកបានញ៉ាំអីរួចពួកខ្ញុំនាំគ្នាធ្វើដំណើរត្រឡប់មកខ្មែរវិញអ្នកទាំងអស់គ្នាហើយសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងឯងជាភាពបញ្ចប់តែម្ដងអរគុណច្រើនបាយបាយ